Okay, let's go. សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះរវល់ពេញមួយថ្ងៃចឹងអត់បានធ្វើវីដេអូថ្មីទេដោយសារតែជាប់រៀនតាំងពីព្រឹករហូតដល់ល្ងាចជាប់មួយថ្ងៃពេញតែម្ដងទើបតែបានបាយញ៉ាំព្រោះអីនៅម្ដុំនេះរកកន្លែងណាត់កន្លែងអីអត់មានទេសួរអ្នកនៅអូតែលនេះគេថាតោះតែជីទៅឆ្ងាយបន្តិចទើបមានហាងទើបមានម៉ាទើបមានអីមានកន្លែងញ៉ាំអីអញ្ចឹង finally គឺកំងមកហូបតាម Grab ហើយមកហូបថ្ងៃនេះសម្រាប់ល្ងាចនេះគឺមកហូបបែបឥណ្ឌូនេស៊ីតែជាវាស្តៀងគ្នាទៅនឹងមកហូបយើងដែរទេវាជាមកហូបបាយឆាហ្នឹងបាយឆាដឹងសាច់អីអត់នៅក្នុង app ហ្នឹងគេដាក់ថាសាច់ជៀងអញ្ចឹងចង់ដឹងថាបាយឆាសាច់ជៀងនេះមានរូបរាងបែបណាមានរសជាតិយ៉ាងណាចាំខ្ញុំភ្លុកជូនអ្នកទាំងអស់គ្នាសាច់ជៀងមិនតែប៉ុណ្្នឹងទេមានបាយឆាហ្នឹងហើយនេះមាននំស្រួយៗផ្ទុកនៅជាមួយទៀតសូមអធិស្ឋានបងប្អូនប្រើ plastic ដោយសារតែនៅនេះគេខ្ចប់ plastic នំស្រួយនំនេះគេរោលភ្លើងដូចកាលខ្ញុំនៅតូចគេខ្ចប់នំហើយគេខ្ចប់ក្របលីងក្របអីតបមកគេដាក់អញ្ចឹងដែរគឺពេលឃើញអញ្ចឹងទៅសម្រាប់ឃើញដែរវារៀងពិបាកហែកតិចសកាត់ខ្លាំងពេកខ្លាចខ្ទេចនំស្រួយរបស់គេកាន់ដៃស្រួលញ៉ាំសាក់នំសាក់បាយមកទៀតក្តៅតាមពិតទៅខ្ញុំអត់សូវចូលចិត្តញ៉ាំរបស់ក្តៅទេបាយឆានេះមានរសជាតិប្រៃខ្លាំងប្រៀបធៀបបាយឆាស្រុកយើងបាយឆាស្រុកយើងរៀងរសជាតិស្រាលជាងនឹងហើយអានេះញ៉ាំទៅវារៀងប្រៃដិតជាប់មាត់ក៏ប៉ុន្តែគេលីងបាយហ្នឹងណាស្រួយល្អស្ងួតល្អចង់សាក់ញ៉ាំបាយហ្នឹងជាមួយនំហ្នឹងមើលនំនេះវារសជាតិសាបចឹងពេលញ៉ាំបាយទៅញ៉ាំបន្ទាប់មួយបាយទៅវាអត់សូវធ្វើឲ្យបាយនឹងក្តៅហ្មងសុំទោសអត់សូវធ្វើឲ្យបាយនឹងវាប្រៃហ្មងទេក្តៅវានៅតែក្តៅដដែលតាមពិតទៅគេមានបន្លែទៀតណាបន្លែនេះគេដាក់ទៅសក់ជ្រូកដូចស្រុកយើងអញ្ចឹងណាដល់ទៅពេលជ្រូកគេឡើងផ្អែមរសជាតិផ្អែមវិញជូរអត់សូវជូរតែផ្អែមហើយបាយនេះដែរខ្ញុំកំងវាមាន3រសជាតិមានអត់ហឹរសោះហឹរតិចនិងហឹរខ្លាំងចុះខ្ញុំយកកំងនេះគឺយករសជាតិវាហឹរតិចចុះញ៉ាំទៅវាអត់ខ្លាំងទេអញ្ចឹងអាចញ៉ាំបានទូរស័ព្ទខ្ញុំពេញ memory អញ្ចឹងទៅអត់បានថតវីដេអូទេហើយអានេះខ្ញុំថតនៅក្នុង iPad អញ្ចឹងអត់ដឹងថាមិនដែរតែចាំមើលគុណភាពទាំងអស់គ្នាចាអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយខ្ញុំអត់បានថតវីដេអូថ្មីទេអញ្ចឹងថ្ងៃដែលខ្ញុំសម្រេចចិត្តថាបង្ហាញមុខជូនបងប្អូនទាំងអស់គ្នាហ្នឹងគឺខ្ញុំថតវីដេអូច្រើនប្លង់តែម្ដងចាអញ្ចឹងហើយជ្រាបឱកាសនេះដែរក៏បង្ហាញជូនបងប្អូននិងប្រាប់អំពីរសជាតិតើម្ហូបនៅឥណ្ឌូនេស៊ីនេះមានរសជាតិបែបណាចាអញ្ចឹងជាថ្មីម្ដងទៀតសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀតបាយបាយ